សួស្តីបងប្អូនអរគ្នាក្នុងវីដេអូនេះគឺនៅថ្ងៃទី17ខែមេសាឆ្នាំ2025ខ្ញុំបានលើកព័ត៌មានអង្គនេះគឺផ្សាយស្ពាននៅខ្ពស់ជាងគេនៅកម្ពុជាទើបតែបើកឲ្យដំណើរការរយៈពេលរដូវចូលឆ្នាំខ្មែរនោះខ្ញុំគិតថាចង់ជិះកាត់ស្ពានហ្នឹងមើលថាស្ពានខ្ពស់ជាងគេហ្នឹងវាយ៉ាងម៉េចដែរឥឡូវហ្នឹងវាជារឿងមួយចាប់អារម្មណ៍សម្រាប់ជាពលរដ្ឋខ្មែរដែលចង់ទៅទស្សនាឬឆ្លងកាត់ស្ពានហ្នឹងបាទបន្ទាប់ពីស្ដាប់ព័ត៌មានមកមានអារម្មណ៍ថាចង់ទៅកាត់ស្ពានហ្នឹងហើយស្ពានហ្នឹងគឺជាផ្លូវឆ្លងទៅខេត្តកោះកុងហើយខ្ញុំនៅកំពង់ស្ពឺនេះគឺខ្ញុំអត់ជិះតាមផ្លូវលឿនតាមស្រាយអំបិលទៅកោះកុងទេគឺខ្ញុំជិះតាមផ្លូវសាធារណៈតាំងផ្លូវជាតិលេខ4ទៅផ្លូវ51ឡើងខេត្តកំពង់ឆ្នាំងទៅកាត់កំពង់ថ្លាយកំពង់ឆ្នាំងហើយយើងចូលទៅផ្លូវ55ទៅខេត្តពោធិ៍សាត់ហើយទៅខេត្តពោធិ៍សាត់ហើយយើងតាមទីរួមខេត្តពោធិ៍សាត់ទៅវាលវែងហើយយើងទៅប្រម៉ោយមានសម្ដី500តម្រៃចម្លាក់នៅប្រម៉ោយនេះយើងខុសទៅទៀតមកយើងចាក់មកអូសោបាទចាក់ទៅអូសោគឺយើងមកដល់អូសោមានរីសតមានអីច្រើនមានជ្រុំមានអីមានឆ្នេរមាសឆ្នេរអីគេសម្រាប់ទស្សនាតែនេះគឺតាមផ្លូវដែលយើងជិះទៅហ្នឹងគឺផ្លូវស្អាតហើយឡានគឺអត់មានប្រឡាក់ភពឡើយទេខ្ញុំជិះតាំងពីផ្សារថ្នល់ទៅដល់ទីរួមខេត្តកោះកុងគឺឡានអត់មានប្រឡាក់ដីទេគឺផ្លូវស្អាតធ្វើហើយទេសភាពនៅតាមដងផ្លូវហ្នឹងគឺល្អស្ពានខ្ពស់ជាងគេនៅកម្ពុជានឹងបើកឲ្យឆ្លងកាត់7ថ្ងៃនាអំឡុងចូលឆ្នាំនេះស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងសាងសង់ផ្លូវជាតិលេខ1551ឬហៅថាផ្លូវជាតិលេខ10នឹងបើកឲ្យប្រើប្រាស់បណ្ដោះអាសន្នសម្រាប់រថយន្តធុនតូចប្រភេទទេសចរនិងគ្រួសារចាប់ពីថ្ងៃទី11ដល់ថ្ងៃទី17ខែមេសាឆ្នាំ2025នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅព្រឹកថ្ងៃទី8ខែមេសាឆ្នាំ2025នេះឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអញ្ជើញក្នុងពិធីចាក់បេតុងតភ្ជាប់មុខដំណក្បាលស្ពានដើម្បីឲ្យពលរដ្ឋបានឆ្លងកាត់អំឡុងចូលឆ្នាំខ្មែរការបើកឲ្យឆ្លងកាត់បណ្ដោះអាសន្នស្ពានខ្ពស់ជាងគេនាពេលនេះគឺអនុញ្ញាតឲ្យតែរថយន្តគ្រួសារនិងម៉ូតូតែប៉ុណ្ណោះចាប់ពីម៉ោង6ព្រឹកដល់ម៉ោង18ល្ងាចនិងមិនអនុញ្ញាតឲ្យឈប់យានយន្តលើស្ពានជាដាច់ខាតដើម្បីធានាសុវត្ថិភាពដែលឡែកចំពោះរថយន្តដឹកអីវ៉ាន់និងរថយន្តធំត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែលសូមបញ្ជាក់ថាស្ពាននេះជាស្ពានប្រវត្តិសាស្ត្រដែលមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជាកម្ពស់90ម៉ែត្រប្រវែងសរុប537ម៉ែត្រទទឹង10ម៉ែត្រសណ្ដូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំស្ថិតនៅភូមិឆាយលូកឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់សម្រាប់ការសាងសង់ស្ទើរ 100% ហើយផ្លូវនឹងស្ពានខ្ពស់ជាងគេនេះតភ្ជាប់ពីខេត្តបាត់ដំបងមកកាន់ខេត្តពោធិ៍សាត់និងកោះកុងបានជួយកាត់បន្ថយការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយចំណេញពេលវេលាចំណេញចម្ងាយផ្លូវនិងថវិកាប្រៀបដូចជារាជរដ្ឋាភិបាលជួយសន្សំលុយដាក់ហៅប៉ៅជូតបងប្អូនប្រជាពលរដ្ឋតាមរយៈការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះមួយទៀតក៏ផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ដល់វិស័យទេសចរវិស័យដឹកជញ្ជូនដែលមានភាពប្រតិក្រឡាគ្នាពីតំបន់មួយទៅតំបន់មួយកាន់តែងាយស្រួលជាពិសេសការដឹកជញ្ជូនកសិផលខេត្តបៃលិនខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងខេត្តពោធិ៍សាត់ទៅកាន់កំពង់ផែទឹកជ្រៅមានភាពឆាប់រហ័សនិងចំណេញថវិកាថែមទៀតផងបាទឥឡូវយើងជិតដល់ស្ពានហើយនេះបាទជិតដល់ស្ពានហ្នឹងហើយបាទនៅខាងគោលស្ពានជិតដល់ហ្នឹងគឺគេមានកន្លែងកៅអេងមួយគេធ្វើរៀងសម្រាប់ឲ្យយើងចតឡាននេះគេធ្វើរៀងធំសម្រាប់ឲ្យមនុស្សដែលចូលទស្សនាស្ពានអញ្ចឹងយើងអាចឈប់ចតឡានបាទមានវិជាការពារគាត់នៅជួយសេរីឡានជួយឲ្យយើងចតឡានមានសណ្ដាប់ធ្នាប់បាទគាត់នៅជួយការពារមើលបាទនេះគឺខ្ញុំបង្ហោះដ្រូនដើម្បីថតទេសភាពលើស្ពានហ្នឹងប៉ុន្តែពេលនេះខ្ញុំមករៀងយប់ដែររៀងងឹតបន្តិចបាទឥឡូវនេះបាទខ្ញុំហើយនឹងជួបនៅដំណើរ4ដំណើរទៀត
còn bông đã selfie lên chẳng đấy và ấy đi cứ spin nó cứ so spin cứ thông và thông chiêng đột dân dân tiết bài cầm bộ về cao dầm mát và lâu muốn cứ tông hang nó khó lâu bị món hay spin tu là lơ stăng luôn hay là spin nó cứ đi cầm bộ nó môi tàu bộ nó môi chẳng man spin đi về bộ bà đi cứ dương mơ cầm bộ đây trong họ trâu nó cứ cầm bộ bay rồi mai chiêng đây nhưng họ bàn họ du tế nhưng phải nhập của đầm nào tiên hay gạt bàn thọt còn lộc lên trên hiên spin rồi chung quanh spin rồi người ta bắt đầu spin đây đại xa về nhà pì dân ở khai cho con bóng dục rồi là về được nhầm thọtนี่คือmàu pram sang sập bay tì ấy và màu pram sang bay tì rồi dục tì bàแล้วนี่dương mơ bị lừa mò chom bị lừa spin thọt toàn phốt tiết này và bị lừa spinแล้วเคยเราตรงอ่างโขงติดเราจ้าเวียเจ้าคลั่งอันตรงอ่างบ่ยืนพวงนาตามแบบเราจ้านั่นคือโครงสนะนะเวียบอดจอกบอดลางให้เวียเจ้าเตียนจังให้บานจีกีสำหรับจิตถือสปินกัดปีกระปุกนมมวยถึงปุกนมมวยจังให้มังกรบานจีสปินนี่คือจีสปินได้กระปุกจิงกีมาวิต่อปีกระปุกนมมวยถึงกระปุกนมมวยbàนี่คือตรนล่างดอลกับปูบนหน่อยไม้เจียงbàล่างดอกยางหน่อยไม้bà chỉ ai mơ đập phật ở nằm tại trong cái nhà pê là đi trong đạn trôn ở quanh hay miền câu này đầm na câu này cái này cái chú ta bà mơ trong họ trôn là che tiền đó hay đang bụng đai cái nào ná đi trong mặt chào ròm đai cái lại đang chia trốn và con mình của thì lại bà cái hai đạn trôn đến nào ok thì không mơ nhầm ố vì mơ trôn cái bài đã hay khi ông có ban sầm lại chết thật thì nhắm từ làng chẳng dừng từ chọn trôn ở cái lại chọn rất dân chăm làm từ thằng họ đi hái cô này là ban đâu du tế và dân kia thì chăm trong món này nhầm rụt từ tam khối đi cứ chỉ hiên sầm lại dân cho mơ thọt lên sàn là của spin như gặp lâu viên trả món mà lâu viên trả món gì cho viên từ tông hàng của spin năng bà mình nhận là cái tàu mò và đà mình tàu mình mò đi ngày đập làm pi thì ngày chỗ sáng ngày hai ba đây rồi đập môi đập pi cứ bài mình đúng hoài chẳng nhung nón còn bao nhiêu rụt lên như cứ cái lại chọn mang với và hai nơi sang khang lâu nó cứ về điệp chỉ thu mò của mọi bạn đầy mò được lâu hay miền châu và lại tập hồ của mọi lịch lâu mà lâu mình nói vừa đi muộn thì tao là tới đây sai về liền có bạn đây đúng còn về miền là mò nó tục hay mình lại hồ bà chân thà lâu nước hai chia bàn dù chứ nắm bà hay đi cứ đạp lại đôi nơi xa slap lên đấy cứ đạp bay hồi làn dương slong cắt mà tục lại tròn bà lâu trong có bàn màu còn lại lán hay chọn trốn hay nâng thua đồng nào slong cắt spin là mấy chục từ khai có còn lớn trong châu nông lán ba châu nông lán hơi nâng bao slong cắt spin bà lâu xa đã dù bị lâu với bà con thật lẹ tê tại con là về bài hàng tí cư về hai bọt ban đưa chân nào chân bóng ôn để miền làn ở cha cua tại mưa con mười bọc bọn prang bọc bọn ấy đó hay bà lan đặc thôn người riêng dạp đại bộ về làng chân nào chởn hay miền bị chia cà phê còn nơi chăm mưa spin khla dương bạc làn thôn làng ấy nắng hay có ao lôi thịt con nè bị pon bay pon chẳng tóc bà còn có bạn ở con dương còn chui mưa đập thọp sọt hiệp là được spin bà spin về này thì cực trong bạc là được spin máu hay khơi cái lại đi cứ đi một nó toàn chuột thử vô đây đi thì bà nói bên đó son và lại spin về đi miết cái thông minh chân lọt nằm bay cùng ao về
រីកមកប្រេសស្ពានបាទមកដល់មានអ្នកនៅយាមនៅកណ្ដាលនេះទៀតស្ពាននេះប្រើបង្កាន់ដៃថ្មក្រាស់តែម្ដងគឺយើងអត់បារម្ភរឿងថាបាទបង្កាន់ដៃស្ពានហើយទេបាទហើយមានសន្តិសុខយាមនៅទៀតណាត់គាត់ឲ្យគាត់ពី1000ចាយទៅគាត់អរគុណច្រើនធ្វើដំណើរតាមផ្លូវដែលចែកលេខបាទបន្ទាប់ពីឲ្យគាត់អរគុណហើយឡើងទៅមុខទៀតហើយនេះគឺកន្លែងកៅអេងស្ពានសម្រាប់គេមកឈរទស្សនាទេសភាពអីចឹងណាបាទគឺមិនទាន់ដាក់កនុះមិនទាន់ដាក់ភ្លើងនៅតាមជាងស្ពានទេស្ពាននេះគឺថ្ងៃស្អែកថ្ងៃ18នេះគេបិទវិញហើយគឺតាមព័ត៌មានគឺខ្ញុំមកទាន់ថ្ងៃដែរសំណាងមែនតើហើយជី500ម៉ែត្រជាងគឺស្ពាននេះកន្លះគីឡូជាងអញ្ចឹងវែងគួរសមណាយើងមើលតាមរូបភាពដ្រូនគឺដូចជាខ្លីមើលទៅដូចកញ្ញុចតែស្ពាននេះធំបាទគឺឡានបើក3ជួរបាទន័យថាពីកំពូលភ្នំមួយមកកំពូលភ្នំមួយហើយតផ្លូវហើយនិយាយពីផ្លូវទៅកោះកុងនេះក៏នៅចំណោតច្រើនហើយសិតតែមានស៊ូនតុងអាំងហើយបើកទៅមានអារម្មណ៍ថាហឹងទៅជានៅពេលឡើងចំណោតខ្ពស់មែនតើនៅលើកំពូលភ្នំតែម្ដងហើយបើយើងមើលទៅជាហៀងគឺដូចនៅក្រោមបាទយើងដូចមានអារម្មណ៍មើលថាបើកដូចយន្តហោះចឹងឡានយើងដូចផុតពីដីប្រហែលជា100ម៉ែត្រទៅ200ម៉ែត្របាទឥឡូវនេះបានចេញដំណើរទៅហើយគឺទៅទីរួមខេត្តកោះកុងនេះគឺចេញពីវាលវែងអូសោមទៅកោះកុងដោយថ្ងៃដែលខ្ញុំចេញហ្នឹងគឺចេញម៉ោង5:35នាទីពីស្ពានខ្ពស់នេះទៅហើយទៅដល់កោះកុងទីរួមខេត្តដូចជាម៉ោង7ជាងបាទជិះ2ម៉ោងដោយសារតែផ្លូវគឺវាងងឹតហើយបត់បានច្រើនខ្ញុំអត់ហ៊ានបើកលឿនទេយើងមិនអាចបើកលឿនបានទេព្រោះផ្លូវវាសុទ្ធតែសញ្ញាហាមឃាត់មាន zone dangerous zone ច្រើនអញ្ចឹងយើងមិនអាចបើកលឿនទេផ្លូវយើងអត់ស្គាល់ប៉ុន្តែសុវត្ថិភាពផ្លូវគឺអត់មានកលុកអត់មានអីទេកុំឲ្យយើងបើកលឿនទេកាច់កូនតាន់ឬក៏យ៉ាងម៉េចប៉ុន្តែខ្ញុំគិតថាផ្លូវនេះគឺល្អបើកវាអត់មានកលុកហើយគេមានផ្លាកសញ្ញាសម្គាល់គ្រប់កន្លែងទាំងអស់កន្លែងពីស្ពាននេះទៅគឺវាយគំនូហើយបាទអរគុណច្រើនចំពោះការតាមដានទស្សនាបងប្អូនចង់មកលេងហើយគឺអាចបើកពីផ្សារណោតទៅមកអាចធ្លាក់ដល់កោះកុងអត់យូរប៉ុន្មានទេបើយើងបើកលឿនតែខ្ញុំបើកយឺតគាត់ឡានតាក់ស៊ីជែងខ្ញុំរហូតបាទហើយមានម៉ូតូមានអីជិះកាត់មកដែរណាមានអ្នកជិះម៉ូតូក៏មានដែរច្រើនបាទសប្បាយណាស់ការធ្វើដំណើរកាត់ stress ជិះតាមដងភ្នំតែពីមុនផ្លូវនេះគឺពិបាកណាស់គឺអត់បណ្ដប់គ្រោះក្រហម100គីឡូអញ្ចឹងណាអូខេមានតែប៉ុណ្្នឹងទេខ្ញុំកាត់វីដេអូហើយអរគុណ